Channel ព្រះនាងនិទានរឿងសូជូនរឿងព្រះនាងប្រែកាយជួបព្រះរាជបុត្ររូបសង្ហាកាលពីព្រេងនាយមាននគរមួយឈ្មោះថាច័ន្ទកេសរដែលសម្បូរទៅដោយដើមឈើធំធំស្រស់ស្អាតនិងមានព្រះនាងមួយអង្គព្រះនាមចន្ទ្រាព្រះនាងចន្ទ្រាមានរូបឆោមលោមពណ៌ស្រស់ស្អាតលើសពីស្រីដទៃតែអ្វីដែលពិសេសនោះគឺព្រះនាងមានមន្តអាគមមួយដែលអាចប្រែកាយទៅជាសត្វអ្វីក៏បានតាមចិត្តនឹកព្រះនាងតែងតែប្រាំមន្តនេះដើម្បីលបចេញពីក្នុងវាំងទៅដល់លេងក្រៅនគរព្រោះព្រះនាងមិនចង់រស់នៅតែក្រោមច្បាប់ទម្លាប់តឹងរឹងរបស់រាជវាំងឡើយព្រះនាងចន្ទ្រាគឺជាព្រះនាងដ៏ស្រស់ស្អាតនិងមានមន្តប្រែកាយព្រះនាងចង់បានជីវិតសេរីនិងរៀនសូត្រពីពិភពខាងក្រៅការប្រែរូបទៅជាហង្សកថ្ងៃមួយព្រះនាងចន្ទ្រាបានប្រែរូបទៅជាហង្សកដ៏ស្រស់ស្អាតហោះចេញពីវាំងទៅកាន់ព្រៃភ្នំមួយដ៏ធំទូលាយពេលដែលហង្សកកំពុងហើរយ៉ាងរីករាយនៅលើមេឃព្រះនាងក៏បានឃើញព្រះរាជបុត្រមួយអង្គនៃនគរជិតខាងព្រះនាមសូរិយាកំពុងជិះសេះបរបាញ់នៅខឿងព្រៃព្រះរាជបុត្រសូរិយាមានព្រះភ័ក្ត្រដ៏ស្រស់សង្ហានិងមានឫកពាលហោឯកពេលបានឃើញព្រះរាជបុត្រសូរិយាភ្លាមបេះដូងព្រះនាងចន្ទ្រាដែលមានរបាំងវាំងរាំងខាំងក៏មានអារម្មណ៍លោតញាប់ញ័រយ៉ាងចម្លែកព្រះនាងក៏សម្រេចចាត់ចូលចាត់ក្បែរព្រះអង្គនិងត្រឡប់មកជារូបមនុស្សធម្មតាវិញព្រះនាងបានធ្វើផុតជាក្មេងស្រីក្រីក្រតែមានរូបសម្បត្តិល្អលើសគេក៏មានចិត្តអាណិតហើយបាននាំនាងត្រឡប់ទៅនគររបស់ព្រះអង្គវិញព្រះនាងចន្ទ្រាបានប្រាប់ព្រះរាជបុត្រថានាងឈ្មោះនារីហើយជាក្មេងកំព្រាព្រះរាជបុត្រសូរិយាក៏បានទុកនាងឲ្យនៅបម្រើក្នុងដំណាក់របស់ព្រះអង្គវិញក្នុងអំឡុងពេលដែលព្រះនាងរស់នៅក្នុងវាំងរបស់ព្រះរាជបុត្រសូរិយាព្រះនាងបានប្រើមន្តប្រែកាយរបស់ខ្លួនទៅជាសត្វតូចៗផ្សេងៗដើម្បីលបស្ដាប់នៅរាល់រឿងរ៉ាវក្នុងវាំងពិសេសរឿងដែលតាក់ទងនឹងព្រះរាជបុត្រព្រះនាងកាន់តែបានស្គាល់នៅគុណសម្បត្តិដ៏ល្អរបស់ព្រះរាជបុត្រនិងសេចក្តីស្នេហ៍ដ៏ស្មោះត្រង់ក៏បានកើតឡើងព្រះនាងប្រែកាយទៅជាសត្វតូចៗដើម្បីលបស្ដាប់និងរៀនសូត្រពីព្រះរាជបុត្រស្នេហារបស់ព្រះនាងកាន់តែរីកចម្រើនទៅការលាតត្រដាងការពិតថ្ងៃមួយនគរច័ន្ទកេសររបស់ព្រះនាងចន្ទ្រាបានរៀបចំពិធីបុណ្យធំមួយហើយបានអញ្ជើញព្រះរាជបុត្រសូរិយាឲ្យយ៉ាងទៅចូលរួមព្រះរាជបុត្រសូរិយាបានយ៉ាងទៅចូលរួមហើយក៏បានទៅឃើញព្រះនាងចន្ទ្រាដែលមានរូបរាងដូចគ្នាបេះពិតនឹងនាងនារីដែលជាអ្នកបម្រើរបស់ព្រះអង្គព្រះរាជបុត្រមានការងឿងឆោយ៉ាងខ្លាំងក៏បានសាកសួរទៅព្រះនាងចន្ទ្រាព្រះនាងចន្ទ្រាក៏បានលាតត្រដាងនៅការពិតទាំងប៉ុន្មានថានាងគឺជាព្រះនាងចន្ទ្រាហើយក៏បានបង្ហាញមន្តប្រែកាយរបស់នាងឲ្យព្រះរាជបុត្រទតមើលស្នេហាពិតយកឈ្នះគ្រប់យ៉ាងទោះបីជាព្រះរាជបុត្រសូរិយាមានការភ្ញាក់ផ្អើលនិងខឹងសម្បាប់បន្តិចក៏ដោយក៏ស្នេហាដែលបានភូរឡើងយូរក៏បានយកឈ្នះលើកំហឹងនោះដែរព្រះរាជបុត្រសូរិយាបានទតឃើញនៅសេចក្តីក្លៀក្លានិងបំណងប្រាថ្នាចង់បានសេរីភាពរបស់ព្រះនាងទីបញ្ចប់ព្រះរាជបុត្រសូរិយានិងនៃព្រះនាងចន្ទ្រាក៏បានរៀបអភិសេកជាមួយគ្នាដោយសេចក្តីស្នេហាពិតប្រាកដព្រះនាងចន្ទ្រាបានបន្តប្រើមន្តប្រែកាយរបស់ព្រះនាងដើម្បីជួយកិច្ចការនគរពេលខ្លះប្រែរូបជាសត្វស្លាបហើរល្បាតនគរពេលខ្លះទៀតប្រែរូបជាអ្នកភូមិសាមញ្ញដើម្បីស្វែងយល់ពីទុក្ខលំបាករបស់ប្រជារាស្ត្រជារៀងរាល់ថ្ងៃព្រះនាងនិងព្រះរាជបុត្រសូរិយាបានដឹកនាំនគររបស់ពួកគេឲ្យរស់នៅប្រកបដោយសុភមង្គលនិងយុត្តិធម៌ជារៀងរហូតរឿងនិទាននេះបង្ហាញថាស្នេហាពិតមិនកំណត់ដោយឋានៈឬរូបរាងឡើយហើយសេរីភាពពិតប្រាកដនោះគឺស្ថិតនៅលើការហ៊ានធ្វើអ្វីដែលខ្លួនស្រឡាញ់ដោយមិនបោះបង់អត្តសញ្ញាណរបស់ខ្លួន